ការបញ្យល់ពីរបៀបដែលឧបករណ៍ទប់លំនឹងសំណង់ជួយការពារអគារខ្ពស់ៗពីការរំជួយដីនិងខ្យល់ព្យុះខ្លាំងតួនាទីរបស់ដាំភើនៅពេលដែលមានការរំជួយដីអគារខ្ពស់ៗដែលមានបំពាក់ឧបករណ៍នេះនឹងមិនងាយដួលរលំទេដោយសារឧបករណ៍ដាំភើជួយស្រូបទាញការរំជួយនិងកាត់បន្ថយការយោរបស់អគារគោលការណ៍ដំណើរការឧបករណ៍នេះប្រើគោលការណ៍សាមញ្ញមួយគឺនៅពេលអគារយល់ទៅខាងឆ្វេងម៉ាស់ដ៏ធំដូចជាបាល់ដែកនៅខាងក្នុងឧបករណ៍និងផ្លាស់ទីទៅទិសផ្ទុយដើម្បីបង្កើតកម្លាំងទាញឲ្យអគារត្រឡប់មកសភាពដើមវិញភាពចម្រុះនៃរូបរាងទោះបីជាមានរូបរាងផ្សេងគ្នាខ្លះជាបាល់ដែកខ្លះជាជួរឈរដែកឬធុងទឹកក៏ដោយក៏មុខងាររបស់វាគឺដូចគ្នាគឺដើម្បីស្រូបយកថាមពលរំជួយនិងកាត់បន្ថយការយល់សំណួរចុងក្រោយសួរសំណួរថាបើវាមានប្រសិទ្ធភាពខ្លាំងបែបនេះហេតុអ្វីបានជាគេមិនសូវដំឡើងវានៅក្នុងអគារទាបៗ